ច្រើនពោញាតិញោមពុទ្ធបរិស័ទទឹកឆ្ងាយទាំងអស់នេះគឺជាទស្សនវិជ្ជាក្រោយពេលជាប់ចូលឆ្នាំហើយពងហើយក្រោយជាប់ចូលឆ្នាំហើយនៅខាងសៀមរាបក៏បានធ្លាក់ភ្លៀងយ៉ាងមកសំណុំដែលយ៉ាងមកត្រជាក់ត្រជុំហើយទៅសភាពនេះគឺយើងថតនៅក្រោយព្រះវិហារញាតិញោមដែលធ្លាប់មកលេងអាចនឹងស្គាល់ទីតាំងកន្លែងនេះហើយពងទីតាំងកន្លែងនេះនៅពេលព្រឹកស្អាតដែរប៉ុន្តែយើងថតនៅតាមទូរស័ព្ទទៅគឺមើលទៅអត់សូវស្អាតទេហើយនេះគឺជាប្លង់ព្រះវិហារដែលគម្រោងនឹងរើចោលដើម្បីកសាងព្រះវិហារថ្មីនៅខាងមុខបើញាតិញោមមានសទ្ធាជ្រះថ្លាអាចខមមិននៅខាងក្រោមអាត្មានឹងធ្វើការទម្លាក់ QR code ព្រះគ្រូដោយសារព្រះវិហារនោះមានការត្រុតត្រោមខ្លាំងដែរហើយណាមុននៅតាមបដានក៏មានការបាក់បែកហើយដោយសារអាចព្រាបជូដាក់ទៅគឺធ្វើឲ្យមានការធ្លុះធ្លាយហើយក្បឿងក៏មានការធ្លុះធ្លាយដែលញាតិញោមនៅពេលព្រះសង្ឃចូលព្រះវិហារនៅក្នុងខែវិសាខទៅធ្វើឲ្យមានភ្លៀងលិចចូលទៅពិបាកនមស្ការអញ្ចឹងទៅញោមញាតិញោមហើយនេះគឺជាភ្នំខ្សាច់ដែលការចូលឆ្នាំអត់ទាន់បានរើទេទុករើដល់ឆ្លងចែកហើយសកម្មព្រះសង្ឃកូននេននៅក្នុងវត្តសុវណ្ណបុប្ផារាមធ្វើការសម្អាតវត្តក្រោយពេលភ្លៀងវិថ